จ้ามาเรียนนะคุณពុកម៉ែបងប្អូននេះគឺជាសកម្មភាពរបស់ខ្ញុំដែលកំពុងតែចាំកូនពៅរបស់ខ្ញុំឈ្មោះទេ2បាទឈ្មោះពិតរបស់គេគឺឈ្មោះពេជ្ជរីដែលកំពុងតែរៀននៅថ្នាក់មត្តេយ្យនៅសាលាបឋមសិក្សាភូមិព្រៃគុកក្រុងប៉ោយប៉ែតបាទថ្ងៃនេះថ្ងៃទី4ឧសភា2025បាទអង្គុយចាំឥឡូវនេះកូនស្រីមកហើយពុកម៉ែបងប្អូនអើយនោះគ្រាន់តែឃើញខ្ញុំនឹងលើកដៃជំរាបសួរខ្ញុំតាំងពីចម្ងាយជិត3គីឡូដីពុកម៉ែបងប្អូនបាទឥឡូវនេះមកដល់ហើយពុកម៉ែបងប្អូនបាទញញឹមស្រស់ស្រាយតែម្ដងពុកម៉ែបងប្អូនបាទកូនស្រីរបស់ខ្ញុំគឺរៀននៅថ្នាក់មត្តេយ្យបាទពុកម៉ែបងប្អូនទើបតែចូលរៀនឆ្នាំនេះឯងបាទគាត់ពិតជាសប្បាយចិត្តមែនទែនដែលគាត់បានចូលទៅសិក្សានៅសាលាហើយគាត់សន្យាថាគាត់នឹងប្រឹងរៀនសូត្រឲ្យពូកែហើយគោលបំណងរបស់កូនស្រីរបស់ខ្ញុំហ្នឹងគេបានកំណត់រួចហើយថាគេធំឡើងគេនឹងប្រឹងរៀនឲ្យខ្លាយទៅជាគ្រូពេទ្យដើម្បីជួយសង្គ្រោះជីវិតមនុស្សនៅពេលដែលឈឺស្កាត់ជាដើមអញ្ចឹងទៅបាទហើយនេះគឺជាម៉ូតូរបស់ខ្ញុំបាទមានតែមួយនេះឯងបាទសម្រាប់ដឹកជញ្ជូនកូនស្រីរបស់ខ្ញុំទៅសាលានិងយកពីសាលាទៅផ្ទះវិញណាពុកម៉ែបងប្អូនបាទមានតែមួយគ្រឿងនេះឯងធ្វើម៉េចយើងជីវភាពយើងវាមិនសូវមានធូរធារដូចគេបាទមានបណ្ណាជីប៉ុណ្ណឹងបាទហើយនេះគឺជាសកម្មភាពបាទអូនទី2បាទបានមកដល់ហើយឡើងលើម៉ូតូនេះគឺញញឹមស្រស់ស្រាយតែម្ដងពុកម៉ែបងប្អូនអើយគាត់តែឃើញខ្ញុំនៅចាំយកពួកគាត់គឺសប្បាយរីករាយតែម្ដងហើយនេះគឺជាសកម្មភាពរបស់សិស្សានុសិស្សដទៃទៀតដែលគាត់បានចេញបាទពីរៀនដូចគ្នាបាទនៅម៉ោងជាង10បាទដើម្បីត្រឡប់ទៅផ្ទះវិញបាទឥឡូវនេះសកម្មភាពអូនទី2កំពុងតែហូបបបរសជាមួយនឹងត្រីដែលមានរសជាតិឈ្ងុយឆ្ងាញ់ដែលម៉ាក់របស់គេបានចៀនទុកឲ្យពីព្រឹកគេថាឆ្ងាញ់ណាស់បាទគេញ៉ាំផងគេធ្វើមេដៃមេជើងផងដើម្បីបញ្ជាក់ថាបាទត្រីនេះពិតជាឆ្ងាញ់មែនពុកម៉ែបងប្អូនបាទខ្ញុំហូបក៏ឆ្ងាញ់ដែរបាទអរគុណណាពុកម៉ែបងប្អូនជួយ Subscribe Channel អូនទី2អ្នកមួយផងបាទសូម